យប់នេះបន្ទាប់ពីបានស្រស់ស្រូបអាហាររួចម្នាក់ក៏ឡើងទៅបន្ទប់រៀងខ្លួនដោយស្ងៀមស្ងាត់ដូចជាមិនរីករាយដូចថ្ងៃមុនសោះនេះព្រោះតែដោយសារការស្លាប់របស់នីសាទើបធ្វើឲ្យអ្នកទាំងអស់គ្នានៅក្នុងផ្ទះបានគិតរហូតដល់ថ្នាក់ម្នាក់គេងមិនលក់ស្ទើររាល់យប់ប៉ុន្តែបើគិតទៅគ្រាន់បើហើយដែលវិញ្ញាណរបស់នីសានាងមិនបានចេញក្រឡុកអុកឡុករំខានឬធ្វើទុកបុកម្នេញដល់អ្នកណាក្រោយពេលស្រីលីនិងស្រីរីបានមកដល់បន្ទប់គេងភ្លាមស្រីលីក៏បានសម្លឹងទៅកាន់ស្រីរីដោយក្រសែភ្នែកចម្លែកចំណែកឯស្រីរីវិញគ្រាន់តែមកដល់បន្ទប់ភ្លាមក៏អង្គុយសំកប់ផ្លែតដោយមិននិយាយស្ដីចេញវាចាមួយម៉ាត់សោះក៏បានធ្វើឲ្យលីចម្លែកក្នុងចិត្តជាខ្លាំងហើយក៏និយាយទៅកាន់រីដោយទឹកមុខស្មើថាទៅខ្លាយស្អីខ្មោចងាប់បាត់ទៅហើយមិនដែលទាំងឃើញវាចេញឡងអីផងងាប់ទៅមួយបាត់ក៏ហាក់ដូចជាសប្បាយក្នុងចិត្តបន្តិចព្រោះមានវានៅថ្ងៃណាក៏ពុកនឹងម៉ែស្ដីបន្ទោសវាដែរឡើងថ្លង់ស្រីរីបន្ទាប់ពីបានឮស្រីលីនិយាយបែបហ្នឹងហើយក៏ពេបមាត់បន្តិចរួចក៏បានតបទៅនាងវិញទាំងហួសចិត្តថាណែហេតុអីបានជាឯងនិយាយដូចនេះលីតិចវាមកយកទៅនៅជាមួយអីទៅសប្បាយទៅនឹងឯងយើងបានស្រាវជ្រាវក្នុងអ៊ីនធឺណិតរួចហើយមនុស្សដែលបានស្លាប់ហើយមិនបានធ្វើបុណ្យបញ្ជូនកុសលងាប់ទៅទាំងមិនអស់ចិត្តបែបនេះគេហៅថាខ្មោចតៃហោងវាពិតជាសាហាវណាស់លីស្រីលីលឺហើយក៏បានបញ្ចេញកាយវិការទំនងជាហួសចិត្តនឹងប្អូនស្រីខ្លួនឯងដែលយករឿងអបិយជំនឿដែលមិនគួរឲ្យជឿបែបនេះយកមកនិយាយទៅវិញពេលនោះលីបាននិយាយតបភ្លាមទៅកាន់ស្រីរីដោយក្រសែភ្នែកកំណាចរបស់នាងថ្នមបើសាហាវយ៉ាងហ្នឹងមិនក៏មិនចេញមកឡងមកជាងមួយខែទៅហើយមិនដែលឃើញមានស្អីផងចេះតែផ្ដាស់ហើយនាងឯងនេះបើយើងជឿលើអ្វីមួយក៏ជឿឲ្យមានកម្រិតផងកុំចេះតែជឿផ្ដេសផ្ដាស់សម្បើមពេកតិចស៊ីមួយកំភ្លៀងឥឡូវហ្នឹងនិយាយបែបហ្នឹងក្នុងន័យបំភ័យគ្នាច្បាស់ណាស់ស្រីរីបានទម្លាក់ទឹកមុខចោះទំនងជាអន់ចិត្តនឹងសម្ដីបងស្រីរបស់ខ្លួនដែលបាននិយាយខ្លាំងមកដាក់នាងរំពេចនោះនាងក៏បានងើបមុខឡើងវិញហើយបានបើកភ្នែកធំដូចជានឹកឃើញរឿងអ្វីមួយហើយក៏បានលូកដៃទៅយករបស់អ្វីម្យ៉ាងនៅក្រោមខ្នែរបស់នាងយកមកស្រាយនាងស្រាយបណ្ដើនិងនិយាយបណ្ដំលីអើយបើមិនជឿក៏ហីទៅចុះនេះគឺជាយន្តទុកសម្រាប់ការពារខ្លួននាងនិយាយបានតែប៉ុណ្ណេះស្រីលីក៏ទម្លាក់ភ្នែកមើលដៃទៅស្រីរីដែលកំពុងព្យាយាមស្រាយថង់ក្រណាត់នោះរួចហើយរីក៏បន្តនិយាយទៀតថាយើងបានទៅពឹងពាក់លោកគ្រូចាប់ខ្មោចម្នាក់ឲ្យគាត់ធ្វើយន្តនេះឲ្យព្រោះឮថាលោកគ្រូនោះពូកែណាស់បន្ទាប់ពីស្រីរីបានស្រាយថង់ក្រណាត់នោះរួចហើយក៏ឃើញមានយន្តពីរសន្លឹកហើយស្រីរីក៏បានហុចយន្តមួយសន្លឹកនោះឲ្យទៅលីដោយទឹកមុខញញឹមប៉ុន្តែមើលទៅស្រីលីហាក់បីដូចជាមិនជឿលើអាគមអ៊ំអាមនេះសោះហើយបែរជាសម្លឹងមើលមុខស្រីរីទឹកមុខដូចជាមិនពេញចិត្តនឹងព្រមទទួលពីរីសោះឡើយរីពេលឃើញលីបដិសេធបែបនេះហើយក៏ក្រវីក្បាលនឹងធ្វើមុខបែបហួសចិត្តនឹងនិយាយទៅកាន់លីបន្ថែមទៀតថាមិនយកក៏ឲ្យទៅចោះហើយប្រសិនបើខ្មោចមាននីសាមកច្បាច់កអីកុំស្រែកឲ្យយើងជួយឲ្យសោះអើយរីនិយាយហើយក៏ទាញភួរយកមកដណ្ដប់នឹងកេងមុនបាត់ទៅចម្លែកអីតែស្រីលីដែលតែងតែវល់គិតដល់មនុស្សប្រុសដែលខ្លួនស្រឡាញ់រហូតអង្គុយលេងមើលព្រះច័ន្ទតាមបង្អួចផ្ទះស្រីលីមើលព្រះច័ន្ទរហូតដល់ព្រឹករហូតដល់ពាក់កណ្ដាលយប់ទើបនាងភ្ញាក់ខ្លួនព្រឹកព្រោះមើលនាឡិកាគឺម៉ោង12បាត់ទៅហើយអ្វីដែលពិសេសសម្រាប់នាងគឺបានឃើញអាយដលក្នុងដួងចិត្តរបស់នាងបានមកឈរហៅនាងឲ្យចុះទៅខាងក្រោមដើម្បីជួបសាសង
ព្រះអើយមើលចុះគេមកទាំងដល់អើជាតារាចម្រៀងកូរ៉េផងមានសាច់ដុំ6កង់ផ្នែកត្រង់ថានិយាយភាសាខ្មែរឡើងច្បាស់តែម្ដងបេះដូងក្រមុំដែលកំពុងតែពុះកញ្ជ្រោលចង់រួមស្នេហាជាមួយអាយដលខ្លួនក៏បានរុញច្រាននាងឲ្យចុះមកដល់ខាងក្រោមហើយស្រាប់តែគេបាននាំនាងចេញទៅខាងក្រៅផ្ទះដើម្បីដើរលេងទាំងកណ្ដាលយប់លីពិតជាសប្បាយចិត្តណាស់ហើយក៏បានដើរចេញមកខាងក្រៅជាមួយអាយដលរបស់ខ្លួននាងមិនធ្លាប់សម័យទេថានេះគឺជាការពិតដែលកំពុងតែកើតឡើងនាងបានកេងកាយស្មារបស់គេរហូតដល់គេងលក់លើបងដែលគេដាក់សម្រាប់អង្គុយលេងក្នុងសួនច្បារទាំងកណ្ដាលរាត្រីលុះដល់ពេលនាងបើកភ្នែកដឹងខ្លួនឡើងស្រាប់តែនាងបានឃើញខ្លួននាងនៅលើកំណោះសម្រាប់ទាំងកណ្ដាលយប់ទៅវិញម៉ោង3ទីភ្លឺទៅហើយនាងក៏បានចាប់ផ្ដើមឆ្ងល់នឹងរអ៊ូម្នាក់ឯងតិចថាខ្លួននាងបានមកដល់ទីនេះដោយរបៀបណាហើយទីនេះជាកន្លែងណាហេតុអីបានជានៅជុំវិញខ្លួនរបស់នាងសុទ្ធតែសម្រាមច្រើនយ៉ាងនេះទៅវិញចុះបងកូរ៉េអាយដលរបស់អូនបងបាត់ទៅណាហើយព្រះអើយបានត្រឹមណែតនឹកប្រាណមិនទាន់បានសុំហត្ថលេខាផងក៏ទៅបាត់ប្រុសព្រាននេះនាងនិយាយបានតែត្រឹមនេះរំពេចនោះស្រាប់តែមានសំឡេងគួរឲ្យខ្លាចនិយាយចេញពីក្រោយខ្នងរបស់នាងថានៅនេះតាមានទៅណាយ៉ាងម៉េចដែរនាងប្អូនចង់ចំសៀតល្មមដល់ពេលយើងសងសឹកវិញហើយពេលនោះស្រីរីបានងាកទៅមើលខាងក្រោយខ្នងរបស់នាងក៏បានឃើញខ្មោចនាងនីសាក្នុងស្ថានភាពទឹកមុខអាក្រក់មើលជាទីបំផុតដែលទទួលយកធ្វើតែពុំបានផ្នែកទាំងសងខាងរបស់នាងគ្មានទេគឺខ្មាស់ចូលទៅខាងក្នុងហើយមានស្នាមឈាមហូរកាត់ថ្ពាល់ឡើងរហាមលីជាមួយនឹងខ្ទុះដែលពោពេញទៅដោយដង្កូវគួរឲ្យខ្លាចបើក្រឡេកទៅមើលដៃរបស់នាងវិញឃើញសុទ្ធតែស្នាមរំពុតផ្ដៅព្រមទាំងមានដង្កូវចោលឡើងរវើកមិនដឹងថានាងឈឺចាប់ខ្លោចផ្សាយ៉ាងណាទេពេលនោះស្រីលីបានតល់ច្រកមិនដឹងថាត្រូវធ្វើម៉េចក៏បានរើសសម្រាមគប់ទៅលើខ្មោចនីសាតែគប់មិនត្រូវនាងតល់តែសោះចិត្តងាប់ទៅហើយនៅមិនទាន់ដឹងខ្លួនថាចិត្តងាប់ទៀតគិតទៅមនុស្សដែលអាក្រក់ចិត្តងាប់ទៅហើយក៏នៅតែអាក្រក់ពេលនោះស្រីលីគិតថាខ្លួនមិនអាចគេចផុតពីខ្មោចនាងនីសាបានក៏បានស្រែកទៅកាន់ខ្មោចនោះថាយើនាងខ្មោចតៃហោងនាងឯងជាស្អីបើខ្លាំងវាយមួយស្មើជាមួយអញមកអញមិនខ្លាចនាងឯងទេអាងតែងាប់ទៅមានអំឡាចជាខ្មោចមែនទេភើយយើងមិនខ្លាចមានស្អីឯងនឹងទេអញប្រាប់ឯងទៅចុះនាងឯងនេះវាថោករត់តាមប្រុសទៅត្រូវពុកវាយរហូតដល់ងាប់កុំដើរបន្ទោសគេបន្ទោសឯងឲ្យសោះក្រោយពេលដែលស្រីលីនិយាយចប់មើលទៅកាន់ខ្មោចនីសាហាក់បីដូចជាឡើងកម្ដៅនៃកំហឹងកាន់តែខ្លាំងផ្នែកនាងចាប់ផ្ដើមចេញពន្លឺពណ៌ក្រហមប៉ុនពងមាន់សម្លឹងទៅមើលស្រីលីគួរឲ្យខ្លាចព្រមទាំងនិយាយក្រឡមួយថាយើងស្អប់ណាស់អ្នកណាដែលថាយើងរត់តាមប្រុសផ្នែកមួយជំហៀងរបស់នាងមួយណាដែលឃើញថាយើងរត់តាមប្រុសហើយភ្លាមនោះខ្មោចនីសាក៏បានហក់មកហើយភ្លាមនោះខ្មោចនីសាក៏បានហក់មកពីស្រីលីត្រឹមមួយពព្រិចភ្នែកហើយបានតែកំភ្លៀងនាងជាង20កំភ្លៀងរហូតដល់ស្រីលីដួលលន់សូព្រូទើបខ្មោចនាងនីសាបន្តទៀតថាយើងស្លាប់យ៉ាងវេទនាមែនប៉ុន្តែការពិតយើងជាមនុស្សស្រីស្អាតស្អំមិនមែនដូចអ្នកខ្លះទេប្រើគ្រប់ល្បិចកលធ្វើបាបអ្នកផ្សេងដើម្បីក្តីសុខខ្លួនឯងហើយមនុស្សមួយចំនួនទៀតប្រគល់ខ្លួនឲ្យប្រុសស៊ីចុកងាយសំទោសផងចុះមុននេះនាងបានឃើញគ្រាន់តែជារូបភាពបំភាន់ផ្នែកតែប៉ុណ្ណោះមិនមែនជាមួយការពិតឡើយមីល្ងង
ស្រីលីឮដូច្នេះហើយក៏មានចិត្តក្តៅក្រហាយភ្លាមលុបបាត់អស់ភាពភ័យខ្លាចនឹងបានស្រែកជេរនាងខ្មោចនីសាដោយក្តីអាម៉ាស់ថានាងខ្មោចថោកទាបនាងខ្មោចចង្រៃរួចហើយស្រីលីបានរត់ទៅតាមវាតបប្រលឹងនីសាប៉ុន្តែតាមមិននឹងតន់ទៅបើពេលនេះនីសាបានក្លាយទៅជាខ្មោចតៃហោងយ៉ាងកាចសាហាវទៅហើយនឹងមិនដើរដីដូចនាងឡើយគេហោះស្ទុយចុះស្ទុយឡើងនាងរត់ទៅខាងស្ដាំនីសាមកខាងឆ្វេងនាងរត់ទៅខាងឆ្វេងនីសាមកខាងស្ដាំទីបំផុតស្រីលីក៏ត្រូវខ្មោចនីសាយកខ្សែមកតាក់កអូសនាងរហូតដាច់ក្បាលពីខ្លួនយ៉ាងវេទនាបំផុតឃើញហើយគួរឲ្យព្រឺរំនេះហើយលទ្ធផលមាត់គ្មានគម្របឈ្នានេះតែឌីលមើលងាយគេចុងក្រោយលទ្ធផលបានតែប៉ុណ្ណឹងបានទៅជាមួយយ៉ាងវេទនាជាទីបំផុតស្ថានភាពស្រីលីពេលនេះបានស្លាប់យ៉ាងវេទនាពិបាកមើលព្រោះអ្នកគ្រប់គ្នាដែលបានមកឃើញគេនឹងអាចគិតថានាងជាអាផងក៏មិនដឹងស្រីរីត្រូវជាប្អូនរបស់ស្រីលីបានក្រោកពីគេងព្រឹកនេះមិនបានឃើញបងស្រីរបស់ខ្លួនសោះក៏បានកាត់ចិត្តចម្លែកនាងបានក្រោកអង្គុយហើយគិតក្នុងចិត្តថារាល់ថ្ងៃស្រីលីម៉ោង7អីទើបក្រោកពីគេងហើយរៀបចំខ្លួនទៅសាលារួចថ្ងៃហ្នឹងអីក៏ឧស្សាហ៍ម្លេះទើបតែម៉ោង6សោះនាងបានក្រោកបាត់ទៅហើយតុកសំលេងគោះទ្វារបានបន្លឺឡើងស្រីរីក៏បានក្រោកពីក្រែហើយទៅបើកទ្វារហើយក៏ឃើញម្ដាយរបស់ខ្លួនមកឈរនៅមុខបន្ទប់របស់ខ្លួនហើយច្រែកចង្កេះនិងញញឹមរួចនិយាយទៅកាន់នាងថាអរុនសួស្ដីកូនសំឡាញ់របស់ម៉ាក់ឆាប់ក្រោកឡើងទៅញ៉ាំបាយណាម៉ាក់មានការប្រញាប់ទៅក្រុមហ៊ុនបន្តិចថ្ងៃនេះហើយរួចចុះស្រីលេបងស្រីខ្លួនឯងទៅណាគេចូលងុតទឹកហើយមែនទេស្រីរីពេលម្ដាយរបស់នាងសួរបែបនេះនាងក៏ជ្រួញចិញ្ចាំបន្តិចហើយក៏បានតបទៅកាន់អ្នកស្រីសុខាវិញថាកូនមិនឃើញដែរតែក្នុងបន្ទប់ទឹកស្ងាត់ឈឹងនឹងម៉ាក់កូនចូលបន្ទប់មើលសិនម៉ាក់មុននេះខ្ញុំស្មានតែបងលីក្រោកមុនខ្ញុំហើយចុះទៅក្រោមហើយតាស្រោបគ្នានឹងពេលនោះសំឡេងក្រោកក្រាបានបន្លឺឡើងចេញពីបន្ទប់ទឹកធ្វើឲ្យទាំងពីរអ្នកម៉ែកូននោះចម្លែកក្នុងចិត្តយ៉ាងខ្លាំងហើយក៏បាននាំគ្នាដើរទៅមើលនិងគោះទ្វារឲ្យនាងឆ្លើយតែមិនបានឮសំឡេងនាងឆ្លើយសោះកូនលីកូននៅក្នុងបន្ទប់ទឹកមែនទេឆ្លើយនឹងម៉ាក់មួយម៉ាត់មកកូនស្រីមានម្ដាយស្រីរីពេលដែលឃើញស្ងាត់បែបនេះនាងក៏បាននិយាយទៅកាន់ម្ដាយនាងដោយជ្រួញចិញ្ចាំទៀតថាម៉ាក់យើងហៅបងលីយូរហើយមិនគាត់មិនឆ្លើយនឹងយើងអញ្ចឹងតិចគាត់មិនមែននៅក្នុងបន្ទប់ទេដឹងដូចជាផ្លែកយ៉ាងម៉េចមិនដឹងទេម៉ាក់តិចគាត់បានដួលបោកក្បាលនៅក្នុងបន្ទប់ទេដឹងផាច់មិនក៏នាងឯងមាត់ចម្រាញ់ម្លេះសំឡេងផាច់អំបញ្ញមិញគឺជាសំឡេងអ្នកស្រីសុខាបានទះចំកណ្ដាលមុខរបស់ស្រីរីព្រោះអ្នកស្រីសុខាគាត់មិនចូលចិត្តឲ្យអ្នកណានិយាយមាត់ស្អុយបែបនេះឡើយហើយក៏បង្គាប់ឲ្យស្រីលីយកកូនសោបន្ទប់ទឹកចាក់ចូលមើលតែគ្មានបានឃើញស្អីសោះឃើញតែកូនកណ្ដុរកំពុងទៅផឹកទឹកបង្គន់អ្នកស្រីសុខាពេលដែលបានឃើញអញ្ចឹងហើយក៏ក្រញែងខ្លួនដូចជារអើមខ្លាំងនឹងសត្វកណ្ដុរមួយនោះណាស់ហើយក៏លន់មាត់ខ្លាំងថាហើយគួរឲ្យខ្ពើមណាស់ហើយផ្ទះយើងមានសត្វសុំគីអស់នេះតាំងពីពេលណាមកហ្នឹងអ្នកស្រីសុខានិយាយហើយក៏អូសដៃគុណស្រីទៅខាងក្រៅប៉ុន្តែស្រីរីដូចជាផ្លឹកមើលវិញម្យ៉ាងនៅលើពីដានបន្ទប់ទឹករហូតដល់ផ្លឹកទៅហើយមិនចង់ចេញវិញសោះហើយនាងបាននិយាយខ្សើទាំងផ្នែកប្រឹងសម្លឹងមើលរបស់នោះថាម៉ាក់អើយសក់វែងខ្លាំងណាស់នាងនីសាវានៅលើពីដានបន្ទប់ទឹកណាំនិយាយហើយស្រីរីបានយកដៃចង្អុលទៅលើពីដាននោះទាំងម្ដាយរបស់ខ្លួនងាកទៅមើលគឺគ្មានឃើញអីសោះទើបអ្នកស្រីសុខាគាត់បានគិតថាកូនស្រីរបស់គាត់កំពុងមានជំងឺវង្វេងហើយមានស្អីទេកូនឯងនេះចេះតែនិយាយផ្ដេសផ្ដាសហើយថ្ងៃក្រោយឈប់និយាយផ្ដេសផ្ដាសអញ្ចឹងទៀត
តែកូនឃើញពិតមែនស្រីរីបានបញ្ជាក់ប្រាប់ម្ដាយរបស់ខ្លួនតែក៏ត្រូវម្ដាយនោះសម្លឹកវិញថាឈប់និយាយទៅគ្មានប្រយោជន៍សោះក្រោយពេលចេញពីបន្ទប់ទឹកនោះហើយអ្នកស្រីសុខានិងស្រីរីបានដើររកលីពេញផ្ទះព្រមទាំងខលទូរស័ព្ទទៅលីផងដែរប៉ុន្តែទូរស័ព្ទខលមិនចូលហើយមនុស្សក៏មិនឃើញដែរពីបំផុតស្រីរីក៏បានឃើញសម្បត្តិមួយច្បាប់ដែលនីសាខ្លាញ់បន្លំធ្វើជាសម្បត្តិរបស់ស្រីលីក្នុងនោះបាននិយាយថាខ្ញុំរត់តាមប្តីខ្ញុំហើយកុំតាមរកខ្ញុំអីខ្ញុំទៅសាងអនាគតខ្ញុំហើយម៉ាក់សម្បត្តិមួយច្បាប់នេះត្រូវបានស្រីរីរកឃើញនៅលើតុសៀវភៅរបស់ស្រីលីហើយក៏ត្រូវបានអានដោយលោកសុវណ្ណដែលត្រូវជាឪពុកចុងហើយយ៉ាងម៉េចហ្នឹងអីក៏កាត់តាមគ្នាទាំងដើមទាំងចុងដូច្នេះមួយទៀតហើយរត់តាមប្រុសនឹងជាអាជីពរបស់ពួកគេមែនទេបើថានីសាទៅគ្មានម្ដាយប្រដៅតែនៅស្រីលីមានការស្ដីប្រដៅយ៉ាងល្អពីបងនិងអូនគេនៅទៅទៀតហើយខ្មាស់គេណាស់លោកសុវណ្ណក៏ហួសចិត្តខ្លាំងណាស់ព្រោះតែដឹងថាខ្មាស់អ្នកចិត្តខាងមិនតិចទៀតហើយចំពោះរឿងមួយនេះចំណែកអ្នកស្រីសុខាបានត្រឹមតែយំសោកបោកខ្លួនគាត់យំរហូតដល់សន្លប់ព្រោះតែពាក្យថាកូនរត់តាមប្រុសនោះស្រីរីមិនបានយល់ស្របចំពោះបញ្ហាមួយនេះទេហើយនាងកំពុងតែសង្ស័យថាប្លែកព្រោះសម្លៀកបំពាក់និងអីវ៉ាន់របស់ស្រីលីគឺនៅក្នុងបន្ទប់ទាំងអស់បញ្ហានេះច្បាស់ជាមានការលាក់បាំងអ្វីពិសេសម្យ៉ាងនៅពីក្រោយខ្នងហើយមួយរយៈក្រោយមកនេះស្រីរីចាស់តែឃើញអ្វីប្លែកលុះនាងព្យាយាមដើរទៅក្បែរទៅអ្វីដែលចម្លែកទាំងអស់នោះស្រាប់តែរលាយដោយមិនដឹងថាវារលាយទៅណាឬមកពីយន់ដែលលោកគ្រូនោះបានឲ្យមកនាងទេដឹងបើសិនជាការពិតមែនវាពិតជាអ្វីដែលគួរឲ្យរំភើបខ្លាំងណាស់ហើយសូមរងចាំស្ដាប់នៅភាពបន្ទាប់សូមអរគុណ